ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី78ក្មេងទាំងពីរបានមកជួបជុំគ្នាឡើងវិញព្រមទាំងរងចាំដំណើរមកដល់របស់ព្រះរាមនៅក្នុងព្រៃមួយបន្ទាប់ពីចាប់ពួកអ្នកយាមទ្វារយកទៅឃុំឃាំងរួចហើយព្រះរាមបាននាំចតុរង្គទៅតាមចាប់រាជកុមារទាំងពីរព្រះរាមបានទៅជួបក្មេងទាំងពីរដូចបំណងហើយបានសរសើរអំពីឫទ្ធានុភាពកុមាររួចក៏ថ្លែងសរបង្កសង្គ្រាមឡើងមួយរំពេចប៉ុន្តែសង្គ្រាមមិនចាញ់មិនឈ្នះសោះឡើយរាជកុមារទាំងពីរខឹងខ្លាំងណាស់ក៏ថ្លែងសរបំរុងផ្ដាច់ជីវិតក្សត្រទាំង4អង្គចោលប៉ុន្តែសររបស់គេបែរជាប្រែក្លាយទៅជាកម្រងផ្កាទៅវិញដោយឃើញហេតុអស្ចារ្យចម្លែកបែបនេះព្រះរាមក៏បានអធិដ្ឋានហើយក៏ថ្លែងសរទៀតតែសររបស់ព្រះរាមក៏ក្លាយជាអាហារសម្រាប់កុមារសោយទៅវិញព្រះរាមបានសួររាជកុមារទើបទ្រង់ជ្រាបថារាជកុមារទាំងនេះជាបុត្ររបស់នាងសីតារួចព្រះរាមក៏បានសួរទៅព្រះលក្សណ៍ទៀតទើបដឹងថានាងសីតាមិនទាន់ស្លាប់ទេទ្រង់និងម្ចាស់ប្អូនក៏ចុះពីព្រះទីនាំងឲ្យបុត្រយល់ព្រមទទួលស្គាល់ព្រះអង្គនិងនាំទ្រង់យាងទៅជួបនាងសីតាប៉ុន្តែរាជកុមារបាននិយាយបញ្ឈឺចិត្តដោយបដិសេធមិនព្រមទទួលស្គាល់ជាឪពុកហើយក៏ដឹកដៃគ្នារត់ទៅរកព្រះមាតាព្រះរាមនាំទ័ពរត់តាមក្រោយទាំងសោកសៅកុមារទាំងពីរបានយកដំណឹងនេះទៅថ្វាយដល់មាតាជាហេតុនាំឲ្យនាងសីតាសោយសោកខ្សឹបខ្សួរយ៉ាងខ្លាំងដោយអាណិតបុត្រផងនិងខឹងចំពោះព្រះរាមផងព្រះរាមនៅក្រៅអាស្រមឮមហេសីសោយសោកកើតទុក្ខក៏ស្រែកសុំឲ្យនាងបើកទ្វារព្រះអង្គក៏បានចូលទៅសុំទោសផ្ទាល់ប៉ុន្តែនាងសីតាបានពឹងឲ្យឥសីចេញមកទទួលព្រះរាមជំនួសព្រះរាមបានបញ្ជាក់អំពីបំណងល្អរបស់ព្រះអង្គប្រាប់ដល់ឥសីហើយបានសួរតាបោះនេះអំពីរឿងបុត្រទាំងពីររបស់នាងសីតាលុះបានដឹងការពិតហើយព្រះរាមបានពឹងឲ្យឥសីជួយធ្វើជាអាជ្ញាកណ្ដាលក្នុងរឿងនេះផងបើទោះបីជាឥសីបានជួយនិយាយប្រាប់ដល់នាងសីតាថាព្រះរាមដឹងខ្លួនខុសហើយក្តីក៏នាងសីតាមិនព្រមបំភ្លេចរឿងចាស់បានដែរនៅទីបំផុតនាងសីតាអនុញ្ញាតឲ្យព្រះរាមបានជួបនាងត្រឹមតែព្រះភ័ក្ត្រនិងស្ដាប់ពាក្យសម្ដីខ្លះៗតែប៉ុណ្ណោះ